នុមោទនាពិធីបុណ្យស្រោចស្រពសុគន្ធវេរីប្រកាសតែងតាំងព្រះញាណសត្ថាសំសុផលឲ្យឡើងទៅជាព្រះចៅអធិការវត្តអំពរផលចង្កោះនៅថ្ងៃទី25ខែមេសាឆ្នាំ2026វត្តអំពរផលចង្កោះបានរៀបចំពិធីបុណ្យស្រោចស្រពសុគន្ធវេរីប្រកាសតែងតាំងព្រះញាណសត្ថាសំសុផលឡើងជាព្រះចៅអធិការវត្តអំពរផលចង្កោះស្ថិតនៅក្នុងភូមិចង្កោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញក្រោមអធិបតីភាពសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឈឹមប៊ុនឈាអនុប្រធាននិងជាអគ្គលេខាធិការថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមបញ្ញាឌួងផងអនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈឹមនីតប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងព្រះបល្ល័តគណៈរាជធានីភ្នំពេញនិងមានការចូលរួមក្នុងកម្មវិធីដោយព្រះសង្ឃលោកអាចារ្យគណៈកម្មាធិការមហាឧបាសកមហាឧបាសិកាអាជ្ញាធរភូមិសង្កាត់ខណ្ឌលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងពុទ្ធបរិស័ទយ៉ាងច្រើនកកក្នុងកម្មវិធីបុណ្យស្រោចស្រពសុគន្ធវេរីប្រកាសតែងតាំងព្រះញាណសត្ថាសំសុផលឡើងជាព្រះចៅអធិការវត្តអំពរផលចង្កោះនៅម៉ោង 9 ព្រឹកបានរៀបចំពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីទទួលបានសេចក្តីសុខសេចក្តីចម្រើនបន្ទាប់មកព្រះញាណសត្ថាសំសុផលបាននិមន្តទទួលស្វាគមន៍ការអញ្ជើញមកដល់របស់មហាឧបាសកមហាឧបាសិកានិងអាជ្ញាធរសង្កាត់ខណ្ឌនិងពុទ្ធបរិស័ទដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះលុះនៅវេលាម៉ោង 2:30 នាទីរសៀលព្រះញាណសត្ថាសំសុផលបាននិមន្តមកទទួលស្វាគមន៍ការនិមន្តមកដល់របស់សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអ៊ំលំហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឈឹមប៊ុនឈាអនុប្រធាននិងជាអគ្គលេខាធិការថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមបញ្ញាឌួងផងអនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈឹមនីតប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងព្រះបល្ល័តគណៈរាជធានីភ្នំពេញជាមួយគ្នានោះមុននឹងប្រកាសនីយប័ណ្ណគណៈសង្ឃពុទ្ធសាសនាកម្ពុជានិងការប្រកេនផ្លិតព្រះចៅអធិការវត្តនិងត្រារបស់វត្តដល់ព្រះញាណសត្ថាសំសុផលព្រះអន្តរសិរីវង្សតានិមលព្រះរាជាគណៈគណៈកិត្តិយសព្រះវិន័យធម៌ក្រុងឧដុង្គមាជ័យព្រះចៅអធិការវត្តហវរៈរាជធានីវាំងចាស់បាននិមន្តអាននៅជីវប្រវត្តិសង្ខេបការសិក្សាការបណ្ដុះបណ្ដាលនិងទស្សនកិច្ចការងារព្រះពុទ្ធសាសនានៅក្រៅប្រទេសទូននីតិនិងបទពិសោធន៍ការងារនិងការទទួលបានប័ណ្ណសរសើរនិងគ្រឿងឥស្សរិយរបស់ព្រះញាណសត្ថាសំសុផលសូមបញ្ជាក់ផងដែរថាស្នាមព្រះហស្ថរបស់ព្រះញាណសត្ថាសំសុផលក្នុងទូននីតិជាអ្នកដឹកនាំវត្តអំពរផលចង្កោះរយៈពេល1ឆ្នាំកន្លងមកដោយព្រះអង្គបានយកប្រតិទុកដាក់ក្នុងការកសាងនិងអប់រំពុទ្ធបរិស័ទជាប្រយោជន៍ព្រះពុទ្ធសាសនានិងសង្គមមានដូចជាព្រះអង្គបានចូលរួមចំណែកឧបត្ថម្ភដល់វរៈកងទ័ពនិងជនភៀសសឹកចំនួន3លើកស្មើនឹង39លានរៀលព្រះអង្គបានបណ្ដុះបណ្ដាលក្រុមយុវជនសិក្សាព្រះធម៌និងអប់រំសិលធម៌ហាត់របាំហាត់ភ្លេងពិណពាទ្យព្រះអង្គបានចូលរួមចំណែកឧបត្ថម្ភទេយ្យវត្ថុនិងថវិកាសម្រាប់ពិធីបុណ្យសពនិងចុះសួរសុខទុក្ខចាស់ៗដែលមានជំងឺក្នុងចំណុចជើងវត្តអំពរផលចង្កោះព្រះអង្គបានដឹកនាំឧបាសកឧបាសិកាធ្វើសមាធិរយៈពេលខ្លីប្រចាំថ្ងៃសិលព្រះអង្គបានកសាងរោងដាក់តាំងវត្ថុបុរាណមួយខ្នងព្រះអង្គបានកសាងរោងតម្កល់ឈើសសរព្រះវិហារចាស់មួយខ្នងព្រះអង្គបានកសាងរោងទទួលភ្ញៀវមួយខ្នងព្រះអង្គបានកសាងរោងសម្រាប់ឧបដ្ឋានសាលាព្រះអង្គបានកសាងរោងកញ្ចក់ចំនួន2ព្រះអង្គបានកសាងប្រព័ន្ធលូទឹកនិងចាក់សាបលម្អទីធ្លាវត្តព្រះអង្គបានបូមខ្សាច់និងចាក់ដីបំពេញទីធ្លាវត្តព្រះអង្គបានកសាងបន្ទប់ទឹក3ខ្នងមានចំនួន16បន្ទប់ព្រះអង្គបានរៀបចំលម្អសួននិងតុបតែងបរិវេណវត្តដែលគិតជាថវិកាសរុបចំនួន$85,200អាមេរិកក្រៅពីការកសាងវត្តអំពរផលចង្កោះក្នុងជីវិតភ្នួររបស់ព្រះញាណសត្ថាសំសុផលបានចូលរួមចំណែកក្នុងការដឹកនាំកសាងព្រះវិហារវត្តដាំដូងនៅឯស្រុកកំណើតនិងកសាងសាលាមត្តេយ្យ
សហគមន៍មួយបន្ទប់នៅវត្តព្រះធម៌មួយលានសាមគ្គីខេត្តតាកែវដែលជាស្រុកកំណើតរបស់ព្រះអង្គមិនតែប៉ុណ្ណោះព្រះអង្គបានដឹកនាំកសាងបណ្ណាល័យមួយខ្នងនិងជួយបង្ហើយសាលារៀនមួយខ្នងនៅវិទ្យាល័យក្រពុំឈូកស្រុកកោះអណ្ដែតខេត្តតាកែវលុះនៅព្រឹកថ្ងៃទី26 ខែមេសាឆ្នាំ2026នៅវេលាម៉ោង 9:30 នាទីព្រឹកនិមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន108អង្គលុះនៅវេលាម៉ោង 10:30 នាទីព្រឹកធ្វើបទនមស្ការសមាទិនសិលវេផាត់ប្រគេនព្រះសង្ឃពហុដាឆ្លងជាកិច្ចបង្ហើយនៃកម្មវិធីបុណ្យជាទីបញ្ចប់ព្រះញាណសទ្ធាសំសុផលបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះវត្តមានដ៏ឧត្តមឧត្តមរបស់សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវមហាឧបាសកមហាឧបាសិកាលោកស្រីភ្ញៀវកិត្តិយសនិងពុទ្ធបរិស័ទទាំងអស់ដែលបានឆ្លៀតឱកាសដ៏មានតម្លៃនិមន្តអញ្ជើញចូលរួមក្នុងកម្មវិធីស្រោចស្រពសុគន្ធវេរីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តនាពេលនេះសូមព្រះអនុញ្ញាតប្រគេនពរនិងជូនពរភ្ញៀវកិត្តិយសនិងពុទ្ធបរិស័ទទាំងអស់សូមប្រកបដោយសេចក្តីសុខសេចក្តីចម្រើននិងជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ